តើអ្នកត្រៀមខ្លួនហើយឬនៅព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតនៅលើលោក World Cup 2026 កាន់តែខិតជិតមកដល់ហើយប្រទេសម្ចាស់ផ្ទះទាំង3កំពុងរងចាំខណៈក្រុមខ្លាំងៗកំពុងសម្រួចអាវុធដើម្បីដណ្ដើមពានមាសថ្ងៃនេះ Goal ខ្មែរនឹងដកស្រង់ទិន្នន័យចុងក្រោយនិងទម្រង់លេងរបស់កីឡាករមកបង្ហាញពី Top 5 ក្រុមដែលមានសង្ឃឹមក្រុងរីកខ្ពស់ជាងគេតើជាក្រុមសំណប់ចិត្តរបស់អ្នកដែរឬទេតោះទៅមើលទាំងអស់គ្នាលេខ 5 គឺក្រុម Albi Celeste បើទោះបីជា Messi មានវ័យ38ឆ្នាំទៅហើយប៉ុន្តែគេនៅតែជាឆ្អឹងខ្នងដ៏រឹងមាំស្ថិតិបង្ហាញថាអាហ្សង់ទីននៅតែរក្សាទម្រង់លេងបានយ៉ាងល្អក្នុងវគ្គជម្រុះជាមួយនឹងកីឡាករវ័យក្មេងដូចជា Julian Alvarez និង Enzo Fernandez ដែលកាន់តែចាស់ទុំអាហ្សង់ទីនមានមហិច្ឆតាចង់ក្លាយជាក្រុមដំបូងក្នុងរយៈពេល64ឆ្នាំដែលអាចការពារពានរង្វាន់នេះបានលេខ 4 គឺទ័ព Samba Brazil ក្រោមការដឹកនាំរបស់លោក Carlo Ancelotti Brazil បានផ្លាស់ប្ដូរមកលេងបែបអឺរ៉ុបប៉ុន្តែនៅរក្សាភាព Joga Bonito Vinicius Junior គឺជាអាវុធមរណៈដែលខ្សែការពារគ្រប់រូបខ្លាចញញើតបើទោះបីជាមានបញ្ហាខ្លះៗនៅតំបន់ការពារប៉ុន្តែស្ថិតិគ្រាប់បាល់ចំណេញរបស់ពួកគេនៅតែស្ថិតក្នុងលំដាប់កំពូលតើផ្កាយទី 6 នឹងធ្លាក់មកលើទ្រូងរបស់ Brazil ក្នុងឆ្នាំ 2026 ដែរឬទេលេខ 3 គឺក្រុមតោជើងឯកអង់គ្លេសលើកនេះមិនមែនលេងសើចទេជាមួយលោក Thomas Tuchel នៅកៅអីគ្រូបង្វឹកនិងកម្លាំងស្នូល Jude Bellingham ដែលកំពុងឡើងជើងខ្លាំងនៅ Real Madrid អង់គ្លេសមានតុល្យភាពខ្លាំងបំផុតរវាងតំបន់ការពារនិងប្រយុទ្ធ Harry Kane នៅតែជាម៉ាស៊ីនរកគ្រាប់បាល់ដ៏គួរឲ្យទុកចិត្តអ្នកគាំទ្រអង់គ្លេសកំពុងស្រែកថា It's coming home តើវាអាចទៅរួចទេលើកនេះលេខ 2 គឺក្រុម Monaco បារាំងក្រុមដែលសម្បូរទៅដោយគ្រាប់ពេជ្រគ្រប់តំណែងKylian Mbappé ក្នុងនាមជាប្រធានក្រុមគឺមានស្ថិតិសុទ្ធបញ្ចូលទីខ្ពស់បំផុតក្នុងចំណោមខ្សែប្រយុទ្ធនៅអឺរ៉ុបទោះបីជាអវត្តមាន Camavinga ដោយសាររបួសប៉ុន្តែបារាំងនៅតែមានកីឡាករបម្រុងដែលអាចជំនួសបានយ៉ាងល្អឥតខ្ចោះពួកគេគឺជាម៉ាស៊ីនសង្គ្រាមដែលពិបាកនឹងបង្ក្រាបបំផុតក្នុងវគ្គ Knock-out ហើយលេខ 1 ដែល Super Computer របស់ Opta ឲ្យភាគរយខ្ពស់ជាងគេគឺអេស្ប៉ាញម្ចាស់ជើងឯកអឺរ៉ុបចុងក្រោយគេនេះកំពុងលេងបាល់ទាត់ដែលល្អមើលបំផុតLamine Yamal ក្នុងវ័យ18ឆ្នាំជាកីឡាករដែលអាចបង្កើតឱកាសបានច្រើនជាងគេបំផុតក្នុងទិន្នន័យ FIFA ជាមួយ Rodri ដែលជាមេបញ្ជាការនៅតំបន់បម្រើអេស្ប៉ាញមានការគ្រប់គ្រងហ្គេមបានជិត 100% យុវជនវ័យក្មេងឃ្លានជ័យជំនះនិងបច្ចេកទេសខ្ពស់ធ្វើឲ្យអេស្ប៉ាញក្លាយជាបេក្ខភាពលេខ 1 សម្រាប់ពាន World Cup 2026ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរតើក្នុងចំណោម5ក្រុមនេះក្រុមណាដែលអ្នកគិតថាមានឱកាសខ្ពស់ជាងគេឬអ្នកមានក្រុមផ្សេងទៀតនៅក្នុងចិត្តcomment ប្រាប់ពួកយើងនៅខាងក្រោមកុំភ្លេច like និង follow ដើម្បីទទួលបានព័ត៌មានបាល់ទាត់ថ្មីៗបំផុតជួបគ្នានៅវីដេអូក្រោយ